ស្ដាប់នៅក្នុង3ដកហើយចាំទៅស្ដាប់នៅក្នុងព្រះអត្ថកថានៅក្នុង3ដកភាគ1ទំព័រ250នៅក្នុងលេខគណៀប198ដែលហៅថាបង្កប់ចម្រងនោះគឺភិក្ខុបង្កប់ដាវក្តីលំពេងក្តីច្បោកក្តីឈើស្រួចក្តីអន្លូងក្តីថ្មក្តីកំបិតក្តីថ្នាំពឹសក្តីខ្សែក្តីដោយគិតថាមនុស្សណាមួយនឹងធ្លាក់ដោយវត្ថុមានដៅជាដើមនោះយ៉ាងនេះត្រូវអាបត្តិប្រកបបើមនុស្សនោះញ៉ាំងទុក្ខវេទនាឲ្យកើតឡើងដោយគិតថាអញនឹងស្លាប់ដោយវត្ថុមានដៅជាដើមនោះភិក្ខុត្រូវអាបត្តិធុលច័យបើមនុស្សនោះស្លាប់ភិក្ខុត្រូវអាបត្តិបរាជិកអញ្ចឹងសេចក្តីប្រពន្ធនេះប្រហែលប៉ុណ្ណេះនៅក្នុងព្រះត្រៃបិដកភាគ1ទំព័រ250នៅក្នុងលេខគណៀប198ខ្ញុំចាប់តន់ណាការបង្កប់ចម្រងហ្នឹងមានច្រើនលក្ខណៈមានច្រើនលក្ខខណ្ឌអញ្ចឹងនៅក្នុងបិដកអញ្ចឹងឥឡូវយើងមកមើលនៅក្នុងព្រះអត្ថកថាម្ដងការបង្កប់ចម្រងគណៀប198ការដាក់ដាវជាដើមទុកក្នុងទីចិត្តឈ្មោះថាការបង្កប់ចម្រងក្នុងការបង្កប់ចម្រងនោះមានវិនិច្ឆ័យដូចនេះអញ្ចឹងនៅក្នុងព្រះអត្ថកថាគឺជាលក្ខណៈវិនិច្ឆ័យភិក្ខុណាពណ៌នាគុណនៃសេចក្តីស្លាប់ដោយន័យជាដើមថាអ្នកណាស្លាប់ដោយដាវនេះអ្នកនោះនឹងបានទ្រព្យក្តីនិយាយថាអ្នកត្រូវការស្លាប់ចូលស្លាប់ដោយដាវនេះក្តីនិយាយថាអ្នកត្រូវការស្លាប់ចូលឲ្យគេសម្លាប់ដោយដាវនេះក្តីហើយកប់ដាវទុកជាទៅកត់ដោយភិក្ខុនោះក្នុងការកប់ទុកអញ្ចឹងនៅក្នុងកន្លែងនេះគឺព្រះអត្ថកថាពន្យល់នៅក្នុងបិដកណាបុគ្គលដែលចង់ស្លាប់នឹងប្រើដាវនោះប្រហារខ្លួនឯងក៏ដោយអ្នកមានសេចក្តីប្រាថ្នានឹងប្រើឲ្យអ្នកដតីសម្លាប់នឹងយកដាវនោះប្រហារអ្នកដតីក៏ដោយសូម្បីដោយវិធីទាំងពីរជាធុលច័យដល់ភិក្ខុដែលកប់ពេលនេះកប់ដាវទុកនៅក្នុងរណ្ដៅព្រោះបង្កទុកឲ្យកើតឡើងដល់បុគ្គលដតីជាបរាជិតព្រោះគេស្លាប់អញ្ចឹងនៅក្នុងបិដកគឺលោកបញ្យល់អំពីរឿងការបង្កប់ចម្រងហ្នឹងមានតាំងពីដាវមានតាំងពីលំពេងមានតាំងពីច្បោកឈើស្រួចលុងថ្មកំបិតថ្នាំពឹសខ្សែជាដើមគឺសុទ្ធតែជាវត្ថុដែលអាចស្លាប់បានហើយដោយគិតថានរណាមួយណាមនុស្សណាមួយនឹងស្លាប់ដោយវត្ថុមានដៅជាដើមនេះនឹងគឺថានឹងស្លាប់អញ្ចឹងបាននៅក្នុងព្រះអត្ថកថាក៏លោកលើកមកដែរថាបើសិនជាអ្នកណាមួយស្លាប់ដោយវិធីទាំងពីរហ្នឹងណាភិក្ខុហ្នឹងមិនរួចទោសទេគឺត្រូវទោសហ្នឹងត្រូវអាបត្តិបើស្លាប់ជាអាបត្តិបរាជិកបើមិនស្លាប់ទេគ្រាន់តែទុក្ខវេទនាដោយការមុតដៅដោយការធ្លាក់ចូលដៅដែលលោកធ្វើហ្នឹងជាអាបត្តិធុលច័យខ្ញុំបន្តមកទៀតកាលភិក្ខុដាក់ទុកមិនចំពោះជាកងអកុសលហ្នឹងនៅក្នុងកន្លែងនេះគឺបើនិយាយពីរឿងបាបច្រើនទោសច្រើនកណាព្រោះឲ្យតែសត្វណាធ្លាក់ទៅស្លាប់ដោយអំពើកម្មរបស់លោកធ្វើជាកងអកុសលប្រមាណប៉ុណ្ណោះហ្នឹងច្រើនយ៉ាងណាគឺជាកងអកុសលច្រើនប៉ុណ្ណឹងដែរព្រោះមនុស្សនិងសត្វជាច្រើនស្លាប់ទើបជាកងអកុសលនៅក្នុងកន្លែងនេះហ្នឹងនេះបានលោកបញ្ជាក់ថាច្រើនហ្នឹងជាបរាជិកជាដើមព្រោះវត្ថុនៃបរាជិកអញ្ចឹងបើសិនជាការដែលលោកធ្វើហ្នឹងបំណងនឹងសម្លាប់ឈ្មោះថាជាវត្ថុនៃបរាជិកហ្នឹងភិក្ខុនោះកាលកើតសេចក្តីក្តៅក្រហាយឡើងទើបរក្សាដាវទុកក្នុងទីដែលខ្លួនទទួលមករមែងផុតលោកទិញដាវមកលោកសងដាវឲ្យដល់ម្ចាស់របស់ដាវឲ្យមូលតម្លៃដល់ពួកជនដែលខ្លួនទទួលយកមូលតម្លៃមកអំពីដៃរបស់គេរមែងផុតឃើញណាអញ្ចឹងនៅក្នុងការបង្កប់ចម្រងហ្នឹងមានប្រមាណប៉ុណ្ណឹងអញ្ចឹងបើលោកម្ចាស់គ្រប់ព្រះអង្គញាតិញោមមិនតាន់ច្បាស់ទេអាចសួរបានប៉ុន្តែបើសិនជាចង់ទៅមើលគឺនៅក្នុងបិដកភាគ1ទំព័រ250កណាលេខគណៀប198អញ្ចឹងត្រូវអានបិដកឲ្យផ្ទៀងមួយអត្ថកថាហ្នឹងនឹងអាចយល់បានជាឧបការៈដែរឡើយហ្នឹងអញ្ចឹងបន្តមកទៀតមិនតាន់អស់ទេកណាបើភិក្ខុយកដុំលោហៈឬផាលឬចបទៅឲ្យជាងធ្វើជាដាវអញ្ចឹងនៅក្នុងកន្លែងនេះខ្ញុំអាចថារៀងប្លែកបន្តិចចេតនារបស់លោក
គឺចង់បានដាវសម្រាប់ធ្វើបាណាតិបាតប៉ុន្តែមិនតាន់មានដាវទេក៏យកដុំលោហៈឬមួយផាលឬមួយចបទៅឲ្យជើងធ្វើជាដាវចឹងបាននៅក្នុងកន្លែងនេះបញ្ជាក់ម្ដងទៀតថាគឺលោកឲ្យជាងណាធ្វើជាដាវប៉ុន្តែបើសួរថាចង់ឲ្យរួចផុតអំពីផ្លូវកម្មហ្នឹងធ្វើយ៉ាងណាបើសិនជាលោកយកដុំលោហៈយកផាលយកចបឲ្យគេធ្វើជាដាវចឹងណាចឹងត្រូវកាន់យករបស់ហ្នឹងទៅឲ្យម្ចាស់ដើមវិញហើយកាន់យកទ្របមកវិញហ្នឹងទៅផុតបន្តមកទៀតបើភិក្ខុញ៉ាងដាវដែលយកចបមកឲ្យជាងធ្វើឲ្យវិនិច្ឆ័យអស់ទៅហើយធ្វើឲ្យជាផាលសូម្បីការសัตว์ជាច្រើនបានការប្រហារដោយផាលស្លាប់ភិក្ខុនោះរមែងមិនផុតពីបាណាតិបាតចាប់តន់ហ្នឹងកន្លែងនេះគឺបើមានន័យថាលោកធ្វើដាវហ្នឹងឲ្យទៅជាចបព្រោះដាវហ្នឹងគឺចេតនាដើម្បីធ្វើមកនៅក្នុងការសម្លាប់ចឹងវត្ថុនោះជាថាវរៈប្រយោគហើយបើយកទៅធ្វើជាចបឬមួយជាផាលហ្នឹងបើសិនជាសត្វណាមួយស្លាប់ដោយអវត្ថុដែលលោកយកទៅធ្វើហ្នឹងក៏មិនផុតអំពីបាណាតិបាតដែរស្ដាប់តនេះណាកន្លែងហ្នឹងណាបន្តមកទៀតមកតែបើលោកឲ្យរំលាយលោហៈហើយធ្វើឲ្យជាដាវដើម្បីការកប់នោះឯងកាលដែលដាវលោកចូលចុងដៃគួតកោះនឹងហើយធ្វើឲ្យខ្ទេចខ្ទីវិនិច្ឆ័យខូចទៅលោករមែងផុតអញ្ចឹងនៅក្នុងកន្លែងនេះស្មានលើកមកសរុបបើសិនជាឧទាហរណ៍ប្រភេទដាវហ្នឹងធ្វើហើយប៉ុន្តែលោកយកអាវត្ថុទាំងអស់ហ្នឹងទៅគួតទៅកោះធ្វើឲ្យវាខ្ទេចខ្ទីលេងកើតជារូបរាងលោកទៅផុតបានមានន័យថាលេងចងពន់ផ្លូវកម្មលេងត្រូវទោសទៀតហេតុអីបាទរបស់ទាំងអស់ហ្នឹងលោកធ្វើឲ្យវិនិច្ឆ័យខូចចាក់រូបរាងដើមមិនអាចស្លាប់បានណាចាប់ទាត់ខ្ញុំកន្លែងហ្នឹងតោះបន្តមកទៀតសូម្បីបើជាដាវដែលភិក្ខុច្រើនរូបរួមអធិស្ឋានគ្នាធ្វើទុកអញ្ចឹងដូចនៅក្នុងស្លឹករឹតណាញោមចាំហ៎ដល់ស្លឹករឹតមួយដុំចោះថ្មលើកមកមួយដុំហ្នឹងឧទាហរណ៍អញ្ចឹងភិក្ខុច្រើនរូបដែលជួយធ្វើគ្នាមានតាំងពីឡើងដើមឈើមានតាំងពីស្ងោមានតាំងពីលួសជាប្រទេសមានទាំងអ្នកជួយធ្វើដែកចាហើយមានទាំងអ្នកធ្វើទឹកខ្មៅម្រេចអីជាដើមដើម្បីសម្រាប់លាបគឺមានន័យថាម៉េចនេះដែលនៅក្នុងព្រះអដ្ឋកថាលោកសម្ដែងថាភិក្ខុច្រើនរូបហ្នឹងមានអធ្យាស្រ័យរួមគ្នាមានធ្វើទាំងអស់ហ្នឹងគឺលោកសហការគ្នាធ្វើនឹងសហការគ្នាធ្វើច្រើនប៉ុណ្ណានឹងហើយមនុស្សស្លាប់តែម្នាក់ក៏ដោយភិក្ខុទាំងអស់ហ្នឹងគឺត្រូវអាបត្តិបរាជិតទាំងអស់នឹងឲ្យតែជាចេតនានៅក្នុងបាណាតិបាតចាប់ឲ្យទាន់កន្លែងនេះបានលោកដាក់ថាដែលភិក្ខុច្រើនរូបរួមអធិស្ស្រ័យគ្នាធ្វើមានន័យថាសហការគ្នាធ្វើដូចមួយអង្គដំដៃឲ្យកើតជាដាវមួយអង្គដើររកអស់មួយអង្គផ្លុំភ្លើងនឹងមួយអង្គជួយទប់ដែកឲ្យដំជាដាវអញ្ចឹងគឺលក្ខណៈហ្នឹងមានន័យថាការដែលសហការគ្នាធ្វើហើយអញ្ចឹងបើសិនជាសត្វណាមួយស្លាប់ទៅគឺត្រូវអាបត្តិទាំងអស់អញ្ចឹងបានលោកប្រាប់ថាកន្លែងនេះដូចជាស្លឹករឹតអញ្ចឹងដែលសរសេរពិពណ៌នាគុណនៃសេចក្តីស្លាប់ហ្នឹងអញ្ចឹងការតាក់ទងផ្លូវកម្មការចងពន្ធផ្លូវកម្មយើងវិនិច្ឆ័យឲ្យដូចជាស្លឹករឹតដែរនៅក្នុងការធ្វើដាវនេះឃើញណាបាន40នាទីហើយនៅសល់20នាទីទៀតបន្តមកក្នុងលំពេនិងច្បោកហ្នឹងច្បោកហ្នឹងគឺប្រដាប់នេសាទអាត្មានៅក្នុងវចនានុក្រមបើអាត្មាអត់ស្គាល់លេងពាក្យតែច្បោកទៅទេហ្នឹងតើមើលនៅក្នុងវចនានុក្រមបានលោកដាក់ថាប្រដាប់នេសាទដែលធ្វើដោយដែកមានជំពាម3អញ្ចឹងអាត្មាអត់ដែលស្គាល់ដែរ
mà mơ đượcក្នុងវចនានុក្រមគឺលោកដាក់យ៉ាងហ្នឹងនៅក្នុងលំពេងច្បូកចម្រងឈើអន្លូងគឺវិនិច្ឆ័យដូចឈើអន្ទាក់នឹងវិនិច្ឆ័យដូចដងឈើអន្ទាក់អញ្ចឹងឯងថ្មសាស្ត្រវិនិច្ឆ័យហ្នឹងនៅក្នុងហ្នឹងលោកដាក់ថាសរុបទាំងអស់តែម្ដងទៅតាំងពីរឿងសាស្ត្រានិងវិនិច្ឆ័យដូចជាដាវចឹងនៅក្នុងកន្លែងហ្នឹងមានប្រមាណប៉ុណ្្នឹងឯងមិនមានអីទៀតទេ